វីដេអូនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូពីមុខងារមួយនៅលើ Microsoft Word បាទមុខងារនេះមានឈ្មោះថា Thai Distribute បាទអញ្ចឹងមុខងារនេះគឺមានតួនាទីសម្រាប់សម្រាប់អត្ថបទយើងដែលយើងបានសរសេរនឹងឲ្យវាស្អាតជាងមុនបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំមានអត្ថបទមួយបែបនេះអញ្ចឹងបើយើងត្រឹមសងខាងនេះយើងឃើញកឡូនវាមានអឺចន្លោះធំៗហ្នឹងបាទនេះចន្លោះធំៗអញ្ចឹងណាបាទអញ្ចឹងទៅដល់ពេលយើងមើលនៅក្នុងអត្ថបទយើងវាអត់សូវស្អាតអញ្ចឹងណាបាទអញ្ចឹងមុខងារនេះវានឹងបំពេញចន្លោះខ្វះខាតនៅក្នុងអត្ថបទរបស់យើងអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចនៅលើនេះអញ្ចឹងវាត្រឹមសងខាងឲ្យស្អាតជាងមុនបាទអញ្ចឹងវាអត់សូវដកឃ្លាធំៗអញ្ចឹងណាបាទដោយសារតែពាក្យពេចន៍ខ្លះយើងត្រូវទៅសេជាប់គ្នាអញ្ចឹងបើយើងប្រើមុខងារកន្លែងនេះចឹងវាដកឃ្លាធំអញ្ចឹងណាអញ្ចឹងដើម្បីយើងប្រើមុខងារនឹងបានជាទូទៅនៅលើ Microsoft Word អត់ចាញ់ឲ្យបែបនេះទេនេះអត់ចាញ់ឲ្យបែបនេះទេណាបាទអញ្ចឹងដើម្បីយើងទៅកំណត់មុខងារនឹងបានសូមអោយលោកគ្រូអ្នកគ្រូចូលមកកន្លែង File ណាបាទចូលមកកន្លែង File មកហើយបន្ទាប់មកយើងយកពាក្យថា Option ណាបាទយើងយកពាក្យថា Option ហើយយើងយកពាក្យថា Customize Ribbon ណាបាទអញ្ចឹងយកកន្លែងនេះមកហើយសូមឲ្យលោកគ្រូអ្នកគ្រូចុចដូរកន្លែងនេះកន្លែងនេះជាទូទៅវាចែងថា Popular Comment ណាអញ្ចឹងកន្លែងនេះយើងយកពាក្យថា All Comment បាទហើយបន្ទាប់មកយើងអូសក្រោមមកអូសឲ្យដល់អក្សរ T ណា TH ណាអូមុខងារហ្នឹងឈ្មោះថា Thai Distribute ណាបាទអូមកដល់ក្រោមមកយើងរកមើលពាក្យនេះដល់ម្ដុំអក្សរ T ហើយយើងរកពាក្យណាអានេះដល់ TE ណាបាទអញ្ចឹងយើងទៅទៀត TH ណាបាទនេះពេលដែលលោកគ្រូអ្នកគ្រូអូសមកដល់គឺឃើញបែបនេះបាទអញ្ចឹងសូមឲ្យលោកគ្រូអ្នកគ្រូចុចនៅលើមួយបែបនេះមកហើយយើងចុចនៅលើ Home ណាយើងចុចនៅលើ Home ចុចលើ Home ហើយយើងយកពាក្យថា New Group បាទអញ្ចឹងយើងចុចលើ New Group មកហើយយើងចុចលើអានេះមួយមកចាំយើងចុច Add ណាអញ្ចឹងមុខងារហ្នឹងនឹងលោតចូលនៅក្នុងកម្មវិធី Word យើងដោយស្វ័យប្រវត្តិដែរអញ្ចឹងយើងចុច OK មកវានឹងបង្ហាញបែបនេះអញ្ចឹងដោយសារតែខ្ញុំបង្កើត2យើងលោតចេញមក2ណាបាទអញ្ចឹងពេលដែលយើងទៅឡើងមកបានហើយយើងអាចប្រើបានហើយបាទអញ្ចឹងយើងអាចតម្រឹមអត្ថបទទៅមើលទៅតម្រឹមស្អាតណាបាទ